បាទសួស្តីបងប្អូនអ្នកគ្នាស្វាគមន៍មកកាន់ Channel គង្វុន XL ខ្ញុំបាទវីដេអូនេះគឺចង់ប្រាប់បងប្អូនថាឥឡូវនេះ OX បាទមានការ trade stock ផងដែរបងប្អូនណាបាទដែលទើបតែឡាន់ថ្មីថ្ងៃនេះបងប្អូនអាចធ្វើការ trade stock Robinhood បងប្អូនណាបាទហើយបងប្អូនអាចធ្វើការ trade stock Tesla បងប្អូនបាទហើយនឹងបងប្អូនអាចធ្វើការ trade stock MicroStrategy បងប្អូននេះបាទគឺចំនួន3បាទទើបតែឡាន់ក្តៅថ្មីនេះបងប្អូនណាបាទហើយចឹងបើសិនជាបងប្អូនអត់ទាន់មានគណនី OKX បងប្អូនណាបាទសូមបងប្អូនមើលវីដេអូនេះបាទខ្ញុំនឹងដាក់ link នៅខាងក្រោមវីដេអូ description បងប្អូនអាចធ្វើការបង្កើតគណនី OKX តាម link referral code ហ្នឹងទៅបងប្អូននឹងទទួលបាន discount 20% ពេញមួយជីវិតឬមួយក៏បានលុយ rebate 20% ពេញមួយជីវិតតែម្ដងបងប្អូនណាបាទហើយសូមបញ្ជាក់ផងដែរវីដេអូនេះមិនមែនជា financial advisor ទេបើសិនជាបងប្អូន trade stock ឬក៏ trade future គឺហានិភ័យខ្ពស់ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នឲ្យបានល្អបំផុតហើយសូមសិក្សារៀនមេរៀនឲ្យបានច្រើនសិនបាទមេរៀនខ្ញុំមាននៅក្នុង YouTube រៀនមានច្រើនបងប្អូនអាចរៀនសិក្សាលម្អិតសិនណាបងប្អូនបាទព្រោះអី trade future គឺគ្រោះថ្នាក់ហើយ trade stock ក៏វាដូចនឹង trade future ដែរសូមប្រយ័ត្នទាំងអស់គ្នាបាទអូខេអញ្ចឹងដើម្បីចូលមកកាន់ trade stock នេះតើបងប្អូនត្រូវចុចកន្លែងណាខ្លះបងប្អូនណាបាទអញ្ចឹងមុនដំបូងគឺបងប្អូនត្រូវមានលុយនៅក្នុង trading សិនបងប្អូនណាបាទអញ្ចឹងបងប្អូនត្រូវ transfer បាទយើងចុចកន្លែង transfer នេះបើមិនបងប្អូនមានលុយក្នុង funding ណាបងប្អូនចុចកន្លែង transfer នេះមកតទៅមកទៀតបងប្អូនមើលនេះពី funding មក trading ឃើញបងប្អូនបាទហើយបងប្អូនចង់ transfer ប្រហែលអាទិខ្ញុំចង់ transfer $50 ខ្ញុំ transfer 50 USDT មកហើយយើងចុច confirm អូខេតទៅមកយើង transfer បានជោគជ័យហើយយើង back ត្រឡប់មកវិញមកយេតទៅមកទៀតបងប្អូនចូលកន្លែង market នេះបាទចូលកន្លែង market ហើយបងប្អូនមើលកន្លែង future បងប្អូនណាបាទឧទាហរណ៍ថាបើសិនជាទីផ្សារវាបងប្អូន account បងប្អូនចេញមកបែបនេះអត់ដឹងថាចុចកន្លែងណាបងប្អូនចុចកន្លែង market ហើយបងប្អូនមើលកន្លែងពាក្យថា future នេះបងប្អូនណាបាទចុចទាំង future ហ្នឹងហើយបងប្អូនបើសិនជាបងប្អូនឃើញអញ្ចឹងបងប្អូនទៅចុចកន្លែង stock នេះគេស្គាល់ stock ឃើញអត់គេ stock មកបងប្អូននឹងឃើញ3ហ្នឹងហើយបងប្អូនអាចធ្វើការ trade បានហើយសូមបញ្ជាក់ភាសាទៀតហ្នឹងបងប្អូនបាទការ set stock គឺវាមានហានិភ័យខ្ពស់បងប្អូនណាបាទដូចជា trade future ដែរបាទតែខ្ញុំធ្វើវីដេអូនេះគឺជាឧទាហរណ៍ជូនបងប្អូនណាបាទឧទាហរណ៍បងប្អូនចង់ trade វាបងប្អូនក៏ចុចលើវាមកចេះហើយបងប្អូនត្រីគឺ isolate បងប្អូនអាចដូរវាដាក់ cross វាមកបាទដូរ cross វាមកហើយចំនួន x គឺជាចំនួនដែលមេគុណបំពងសាច់ប្រាក់បងប្អូនចង់ដាក់ប៉ុន្មាន x ក៏បានដែរតាមចិត្តបងប្អូនណាបាទតែបងប្អូនអាចដាក់ x តូចសិនមកដើម្បីនេះវាហើយចុច continue មកបាទអូខេឥឡូវឧទាហរណ៍ថាឥឡូវបងប្អូនមានលុយ50រៀលហើយបងប្អូនអាចចង់ trade ប្រហែលដើម្បីតេស្តវាបងប្អូនចង់ដាក់ទាំង$50ហ្នឹងក៏បានឬក៏ប្រហែលក៏បានតាមចិត្តបងប្អូនទេណាបាទហើយយើងចង់ long ឬក៏ short អីគឺដូចគ្នាចឹងបងប្អូនណាបាទគឺដូចជាមួយនឹងវីដេអូរបៀប trade future នេះបងប្អូនណាបាទខ្ញុំបានធ្វើវីដេអូហើយខ្ញុំដាក់ link ខាងក្រោមជូនបងប្អូននេះគឺដូចគ្នាចឹងបងប្អូនអត់ទាន់ចេះ trade stock ឬក៏អត់ទាន់ចេះ trade future បងប្អូនមើលវីដេអូហ្នឹងទៅបងប្អូននឹងយល់ហើយបាទគឺដូចគ្នាបាទគឺវាមាន long មាន short ដូចគ្នាបាទហើយការ trade future ឬក៏ trade stock គឺហានិភ័យខ្ពស់ហ្នឹងបងប្អូនបាទអូខេអញ្ចឹងសូមប្រយ័ត្នប្រយែងខ្ញុំគ្រាន់តែប្រាប់ពីបងប្អូនពីរបៀបនៃការtrade ទេអញ្ចឹងបើសិនជាបងប្អូនមានជំនាញគ្រប់គ្រាន់គាត់ថាអាច trade បានបងប្អូនអាចធ្វើការ trade តែបើសិនជាបងប្អូនគាត់ថាខ្លួនឯងអត់ទាន់មានសមត្ថភាពទេសូមកុំ trade អីពីព្រោះវាមានហានិភ័យខ្ពស់ណាបងប្អូនបាទអញ្ចឹងវីដេអូហ្នឹងគឺតែប៉ុណ្ណឹងទេគាត់ចង់នាំដំណឹងឲ្យបងប្អូនដឹងថា OKX គឺទើបតែឡាន់ថ្មីនៅ Robinhood MicroStrategy ហើយនិង Tesla បងប្អូនណាដែលចង់ចូលចិត្ត trade stock អាច trade បានគឺ24ម៉ោងឬ24ម៉ោងអត់មានរងចាំឲ្យសៅថ្ងៃទៅទៀតទេបាទអូខេចឹងវីដេអូហ្នឹងតែប៉ុណ្ណឹងទេបងប្អូនណាបាទបើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច like subscribe share ចែករំលែកផងបងប្អូនណាបាទហើយបើសិនជាបងប្អូនមានសំណួរចម្ងល់អ្វីអាចចុច join community ខ្ញុំខាងក្រោមនេះបងប្អូនណាខ្ញុំដាក់ link នៅខាងក្រោមវីដេអូ description ជូនបងប្អូនបាទនេះ community បាទបងប្អូនអាច join បានយ៉ាអូខេចឹងវីដេអូហ្នឹងតែប៉ុណ្ណឹងទេជួបគ្នាវីដេអូក្រោយបងប្អូនអរគ្នាអរគុណបាយបាយ